អាមេរិកបានគំរាមកំហែងដល់អ៊ីរ៉ង់ដោយបន្ថែមនាវាទុកយន្តហោះចម្បាំងមួយគ្រឿងទៀតនិងទ័ពយោធាជាច្រើននាក់ទៅអ៊ីរ៉ង់តើសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់អាចនឹងជួបគេហៅថាសង្គ្រាមលើកទី3ដែរទេសម្រាប់ការដែលមើលឃើញជាក់ស្ដែងនៅបច្ចុប្បន្នឥឡូវហ្នឹងគឺភាពតានតឹងនៅមជ្ឈមបូព៌ានៅតែកើតឡើងដដែលទោះបីមានការចរចាជាច្រើនលើកផងដែរ have an amazing group of people before me. បានបដិសេធអាមេរិកនៅពេលដែលចរចាហ្នឹងអាមេរិកបានស្នើឲ្យអ៊ីរ៉ង់បញ្ឈប់ការផលិតអ៊ុយរ៉ានីយមសម្រាប់គ្រាប់នុយក្លេអ៊ែរគឺអ៊ីរ៉ង់មិនព្រមនោះឡើយដោយជាកត្តាមួយដែលធ្វើឲ្យអាមេរិកខឹងសម្បាខ្លាំងក៏យកនាវាចម្បាំងធំធំហើយនឹងថែមមួយគ្រឿងចុងក្រោយគេហ្នឹងគឺជាខ្នាតយក្សហ្មង US Gerald R. Ford ដែលផ្ទុកយន្តហោះចម្បាំងបាន80គ្រឿងនិងទ័ពយោធាបានជាច្រើននាក់ទៅដាក់ឡាំព័ទ្ធជុំវិញនឹងអ៊ីរ៉ង់ដែលជាកត្តាធ្វើឲ្យអ៊ីរ៉ង់មានសម្ពាធនិងតានតឹងយ៉ាងខ្លាំងអាមេរិកបានបន្ថែមទៅលើពន្ធ25%ទៅលើអ៊ីរ៉ង់និងប្រទេសណាដែលរកស៊ីជាមួយអ៊ីរ៉ង់មិនថាជាប្រទេសមហាអំណាចឬក៏ជាប្រទេសតូចតាចក្តីក៏ដោយ They do a lot of talking and អាមេរិកគឺបានប្រកាស they've already started. ប្រាប់សារព័ត៌មានធំផងដែរថា Seems like លោក that would be the best thing មិន that could happen. ខ្វាយខ្វល់ជាមួយនឹងការចរចាទៀតឡើយបើសិនជាអ៊ីរ៉ង់នៅតែបដិសេធនឹងការផលិតសារធាតុយូរ៉ានីយមនុយក្លេអ៊ែរហ្នឹងអាមេរិកនឹងដាក់សម្ពាធធ្ងន់ជាងមុនក៏ថាបានដែរគឺនាវាចម្បាំងដែលយកទៅថ្មីនេះគឺជានាវាចម្បាំងសងប្រយុទ្ធធំបំផុតរបស់អាមេរិកនិងទុកយន្តហោះបានច្រើនផងដែរហើយអាចនឹងវាយប្រហារទៅលើអ៊ីរ៉ង់ផងបើសិនជាអ៊ីរ៉ង់នៅតែបដិសេធទៅលើការផលិតយូរ៉ានីយមនុយក្លេអ៊ែរត្រង់ជាប្រទេសដែលមានសក្តានុពលក្នុងការផលិតគ្រាប់បែកនុយក្លេអ៊ែរនិងយោធាធំផងដែរដែលមិត្តរុស្ស៊ីនិងមិត្តចិនជាជំនួយឃើញថាមិត្តចិនគាត់បានជូនកាដូយន្តហោះ AJ-20 ជា model ជាយន្តហោះចម្បាំងយន្តហោះដែលសភាពលឿនអាចទប់ស្កាត់ជាមួយនឹងគេហៅថាហោះផុតរ៉ាដាបានតែឲ្យអ៊ីរ៉ង់ដើម្បីការពារដែនរបស់ខ្លួនចំណែកឯការដែលប្រមាននៃអាមេរិកធ្វើឲ្យអ៊ីរ៉ង់តឹងតែងពេកអ៊ីរ៉ង់ក៏បានចេញសេចក្តីរាយការណ៍ផងដែរថាអ៊ីរ៉ង់អាចនឹងបិទច្រកប្រេងនឹងការនាំចេញបើសិនជាប្រទេសរបស់ខ្លួនរងការឈ្លានពានឬក៏សង្គ្រាមកើតឡើងរវាងអាមេរិកគឺអ៊ីរ៉ង់នឹងបិទច្រកនាំចេញប្រេងហើយនឹងធ្វើឲ្យពិភពលោកទាំងអស់មានវិបត្តិគេហៅថាការកើនឡើងតម្លៃប្រេងហ្នឹងហើយអ៊ីរ៉ង់ក៏បាននិយាយដែរថាបើសិនជាការដែលអាមេរិកហ៊ានផ្ទុះអាវុធណាមួយទៅលើដែនរបស់ខ្លួនអ៊ីរ៉ង់នឹងធ្វើសងទៅវិញទាំងអស់សង្គ្រាមរបស់អ៊ីរ៉ង់នឹងរាយប៉ាយទៅលើប្រទេសជិតខាងដែលអោបកសោបអាមេរិកហ្នឹងអ៊ីរ៉ង់ដាក់ទាំងអស់ជាកត្តាមួយដែលអាមេរិកបានបញ្ជូននាវាចម្បាំងខ្នាតធំទៅឡាំព័ទ្ធអ៊ីរ៉ង់ហើយនឹងយោធាខ្លាំងទៅក្បែរប្រទេសអ៊ីរ៉ង់ផងដែរដើម្បីអីគឺដើម្បីគ្របដណ្ដប់អ៊ីរ៉ង់បើសិនជាអ៊ីរ៉ង់នៅតែមិនបញ្ឈប់នៅការផលិតសារធាតុអ៊ុយរ៉ានីយមនឹងទៀតគឺអាមេរិកនឹងវាយអ៊ីរ៉ង់យកតែហ្មងបើសិនជាករណីដែលអ៊ីរ៉ង់ចរចាមិនត្រូវទៀត